ចេញពីទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីក្រុងសៀងហៃដោយការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនចម្ងាយផ្លូវពីប៉េកាំងទៅសៀងហៃប្រហែលជាខ្ទង់1200គីឡូម៉ែត្រហើយយើងក៏បានចំណាយពេលនៅលើរថភ្លើងខ្ទង់ជា5ម៉ោង46នាទីដោយចេញពីប៉េកាំងនៅម៉ោង1:18នាទីថ្ងៃហើយទៅដល់ចំណតនៅសៀងហៃម៉ោង7:04នាទីល្ងាចសូមកោតសរសើរដល់ប្រទេសចិនគេពិតជាដើរលឿនខ្លាំងមែនទែនទាំងផ្នែកតិចណូឡូជីនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាក់ស្ដែងដោយរថភ្លើងល្បឿនលឿននេះអញ្ចឹងគឺវាមានសមត្ថភាពអាចរត់បានរហូតដល់350គីឡូម៉ែត្រក្នុង1ម៉ោងហើយនៅពេលដែលរថភ្លើងរត់នៅលើផ្លូវដែកនឹងអត់សូវឮសំឡេងរំខានទេស្ងាត់ល្អមែនតើចំណែកនៅខាងក្នុងទូរថភ្លើងវិញគឺមានផាសុកភាពកៅអីមានសភាពធំទូលាយល្អងាយស្រួលអង្គុយអត់រលាកហើយចង់ចេញចូលបន្ទប់ទឹកអីក៏មានភាពងាយស្រួលដែរនិយាយរួមទៅងាយស្រួលជាងកាលដែលយើងជិះយន្តហោះជិះរថភ្លើងនេះរៀងយូរម៉ោងក៏ប៉ុន្តែអត់សូវមានអារម្មណ៍ធុញទ្រាន់ទេហើយបើនិយាយពីម៉ោងវិញគឺទៀងម៉ោងល្អខ្លាំងមែនតើក្នុង schedule ម៉ោង1:18នាទីចេញដំណើរទៅដល់សៀងហៃម៉ោង7:04នាទីដោយតាមការកំណត់អញ្ចឹងឥឡូវនេះបានធ្វើដំណើរមកដល់ស្ថានីយ៍នៅក្នុងទីក្រុងសៀងហៃហើយដោយសារតែរៀងយប់ហើយអញ្ចឹងអត់អាចតន់ទៅដើរលេងនៅណាបានទេអញ្ចឹងយើងធ្វើដំណើរឆ្ពោះទៅកាន់សន្តាគារតែម្ដងទៅដល់សន្តាគារ check in ចូលបន្ទប់ភ្ញៀវសរសើរគ្រប់គ្នាតែម្ដងថាសន្តាគារនៅសៀងហៃនេះស្អាតហើយពិតជាស្អាតមែនបន្ទប់ធំទូលាយល្អការដេគ័រមើលមកឡើងស្រឡះភ្នែកបើបានគេងនៅនឹងមួយអាទិត្យក៏មានអារម្មណ៍ថាធុញទ្រាន់ដែរមកដល់សៀងហៃនៅរដូវក្តៅនេះអាកាសធាតុកាន់តែក្តៅជាងនៅប៉េកាំងទៀតប៉ុន្តែទោះបីជាក្តៅយ៉ាងណាក៏ដោយក៏មិនអាចដុតកម្លោចស្នាមញញឹមរបស់លោកពូអ្នកមីងបងជាភ្ញៀវកិត្តិយសរបស់ខ្ញុំបានដែរពួកគាត់ដើរលេងដោយមានស្នាមញញឹមជាប់ជានិច្ចតែម្ដងទោះបីជារៀងក្តៅហត់បន្តិចមែនហើយពេលដើរលេងប្រហែលថ្ងៃហ្នឹងនាងខ្ញុំតែងតែរំលឹកដល់ភ្ញៀវរបស់ខ្ញុំជាញឹកញាប់ឲ្យពួកគាត់មានឆាតមានមួកលាបលេការពារកម្ដៅថ្ងៃហើយជាពិសេសយកទឹកតាមខ្លួនជានិច្ចអាកាសធាតុនៅសៀងហៃក្តៅជាងនៅប៉េកាំងក៏ប៉ុន្តែក្តៅបែបមានសំណើមខ្ពស់ដូចនៅខ្មែរយើងដែរហើយទីតាំងដែលពុកម៉ែបងប្អូនកំពុងតែឃើញកន្លែងដែលខ្ញុំកំពុងតែដើរហ្នឹងគឺជាភូមិបុរាណនៅលើទឹកដែលមានប្រវត្តិជាង1700ឆ្នាំមកហើយដែលទីនេះល្បីដោយសារតែប្រឡាយទឹកស្ពានថ្មនិងផ្ទះបុរាណបែបចិនដ៏ស្រស់ស្អាតទីក្រុងសៀងហៃគឺជាទីក្រុងធំបំផុតនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុនិងពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិនបច្ចុប្បន្ននេះទីក្រុងនេះមានប្រជាជនប្រមាណជា25លាននាក់ហើយត្រូវបានគេចាត់ទុកថាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនតាមរយៈវីដេអូនេះពុកម៉ែបងប្អូនប្រកាសជាបានដឹងហើយថាសៀងហៃគឺពិតជាមានភាពទំនើបនិងស៊ីវិល័យយ៉ាងខ្លាំងដោយមានអគារខ្ពស់ៗមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុជាច្រើនដែលបានធ្វើឲ្យទីក្រុងនេះបានក្លាយទៅជានិមិត្តរូបនៃការអភិវឌ្ឍរបស់ប្រទេសជាពិសេសគឺនៅតំបន់ភូដុងដែលពោពេញទៅដោយអគារកប់ពពកដ៏ល្បីល្បាញហើយអគារដែលពុកម៉ែបងប្អូនកំពុងតែឃើញដែលមានអក្សរវិលជុំនៅខាងលើហ្នឹងគឺជាអគារសៀងហៃ Tower ដែលមានកម្ពស់ប្រមាណ632ម៉ែត្រជាមួយនឹង128ជាន់វាគឺជាអគារដែលខ្ពស់លំដាប់ទី3នៅក្នុងពិភពលោកអគារសៀងហៃ Tower នេះគឺជានិមិត្តរូបនៃភាពជឿនលឿននិងការអភិវឌ្ឍរបស់ទីក្រុងសៀងហៃចំណែកឯអគារដែលមានរាងស្រួចនិងមានរាងមូលហ្នឹងគឺជាប៉មទូរទស្សន៍សៀងហៃអគារប៉មនេះមានកម្ពស់ប្រមាណ468ម៉ែត្រហើយនៅក្នុងដំណើរកម្សាន្តនេះក្រុមហ៊ុនក៏បានរៀបចំជូនភ្ញៀវកិត្តិយសឡើងទៅកាន់ប៉មទូរទស្សន៍សៀងហៃដើម្បីទស្សនាទិដ្ឋភាពទីក្រុងសៀងហៃទាំងមូលនេះគឺជាទិដ្ឋភាពដែលថតចេញពីអគារប៉មទូរទស្សន៍សៀងហៃដែលស្ថិតនៅកម្ពស់ប្រមាណជាខ្ទង់ជិត300ម៉ែត្រហើយខ្ញុំពិតជាក្លាហានខ្លាំងមែនតើនៅពេលដែលដើរនៅលើស្ពានកញ្ចក់នេះអត់មានអារម្មណ៍ថាភ័យឬក៏វល់មុខអីទេក្លាហានអញ្ចឹងបានស័ក្តិសមជាអ្នកនាំភ្ញៀវរយៈពេល2យប់3ថ្ងៃនៅក្នុងទីក្រុងសៀងហៃបានដើរលេងនៅកន្លែងល្បីៗច្រើនកន្លែងដែរក៏ប៉ុន្តែខ្ញុំអត់បានដាក់លម្អិតនៅក្នុងវីដេអូនេះទេកុំឲ្យវែងពេកហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាមពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរកម្សាន្តបន្តទៀតជម្រាបលា